មកយើងនឹងឲ្យលោកម្ចាស់មើលឲ្យបានច្បាស់សម្មាសម្ពុទ្ធគ្រួសារយ៉ាងរបស់អ្នកនៅទីនេះជញ្ជក់ជាប្រជារាស្ត្រនៅជើងភ្នំមានតែបំពេញសេចក្តីសង្គ្រោះដល់ពួកឯងមានតែវិធីនេះទេទើបអាចជួយសង្គ្រោះមនុស្សដែលរងទុក្ខសម្មាសម្ពុទ្ធមនុស្សលោកមិនយល់ពីយើងឯកោខ្លាំងណាស់ព្រះពុទ្ធមិនសង្គ្រោះខ្ញុំនឹងសង្គ្រោះដោយខ្លួនឯង2 ឆ្នាំមុនខ្ញុំទៅតែអាយុ3ឆ្នាំមូលហេតុដែលសារខ្ញុំមិនចេះនិយាយពួកគេបានមិនដេញញ៉ាំបាក់ខ្ញុំហើយនឹងខ្ញុំចេញពីគ្រួសារស៊ូថ្ងៃនេះគេក៏បានកោះហៅខ្ញុំត្រឡប់មកវិញព្រោះតែយើងជាចៅប្រុសដ៏អស្ចារ្យនៃគ្រួសារស៊ូវាពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់តាមពិតទៅគេចាត់ទុកជាកូនដែលគេបោះបង់ចោលយ៉ាងអញ្ចឹងគ្រួសារស៊ូកើតកូនជីលីងពួកឯងបែរជាកើតបានកូនប្រុសគោម្នាក់មនុស្សនៅតាសេទាំងមូលគេរងចាំសាច់ចំអកមិនឯងរបស់ខ្ញុំអត់ស្លាប់ដោយសារជំងឺកាលពីឆ្នាំទៅពួកគេមកខ្វល់មិនរវល់ខ្ញុំក៏ចាត់ទុកថាគ្មានគ្រួសារស៊ូនេះដែរគ្មានឪពុកម្នាក់នេះទេប៉ុន្តែថ្ងៃនេះពួកគេបាច់ជាប្រាប់ខ្ញុំថាចំណងសាច់ឈាមពិបាកនឹងបំបែកណាស់ហើយនិយាយថានឹកដល់យើងពួកឯងចាត់ទុកស៊ូអ៊ីទាន់យើងជាក្មេងអាយុ10ឆ្នាំមែនទេខាងស្អែកជាថ្ងៃខួបកំណើតរបស់ព្រះអង្គម្ចាស់ចិនណានគ្រួសារស៊ូទាំងមូលត្រូវតែចូលរួមចំណែកយើងស៊ូអ៊ីទាន់គ្រាន់តែជាចៅប្រុសបន្តបន្សំនៃគ្រួសារស៊ូបើយើងមិនទៅពួកគេមិនគ្រប់គាត់ជាចាស់ទុំនេះហើយជាមូលហេតុពិត7ឆ្នាំដែលមកវិញខ្ញុំមកវិញផ្លូវហើយតើសារធំនៃឯណាហើយចាឯងមានឈ្មោះល្បីជាចាស់ប្រុសគ្រួសារស៊ូជាមនុស្សកើតដែលគេបោះបង់ចោលដោយសម្រាមឯងធ្វើដៃធ្វើជើងនៅទីនេះធ្វើស្អីយើងមិនយល់ភាសាកើតរបស់ឯងទេឯងមើលយើងធ្វើស្អីទេអ្នកបំរើថោកទាបបែបនេះត្រូវតែផ្ទះមួយកំភ្លៀងជាតិមុនយើងបានសម្រាប់ឲ្យច្រើនណាស់ហើយឆ្លងជាតិអ៊ីទៀតណាអ្នកប្រុសស៊ូមិញខ្ញុំគ្រាន់តែលេងសើចតែប៉ុណ្ណោះលោកតាចាស់និងពួកគាត់រងចាំអ្នកប្រុសយូរហើយមនុស្សនៅលើលោកនេះពិតជាស្មានថាយើងជាមនុស្សកើតតែមិនដឹងថាបលឹងរបស់យើងមិនស្ថិតនៅទីនេះទេខ្ញុំមកពិភពមួយផ្សេងទៀតឈ្មោះព្រះពុទ្ធសាសនាព្រះសង្ឃគន្ធធានចំណែកក្នុងពិភពគុណពួកគេបាញ់ចាត់ទុកយើងគឺជាសង្ឃបិសាចសង្ឃបិសាចហើយបំផ្លាញគ្រួសារយ៉ាងយើងទាំងមូលជាង1000នាក់ឯងស្លាប់យ៉ាងវេទនាឯងប្រកាសជាជនរស់យើងមានធម៌មេត្តាហើយកំណត់មកថានៅឋានខាងលិចលោកគ្រាន់តែឃើញបាត់ដៃរន្ទះរបស់យើងប៉ុន្តែមិនយល់ពីបេះដូងព្រះពោធិសត្វរបស់ខ្ញុំទេមកយើងនឹងឲ្យលោកម្ចាស់មើលឲ្យបានច្បាស់កម្រិតសម្មាសម្ពុទ្ធគ្រួសារយ៉ាងរបស់អ្នកនៅទីនេះជញ្ជក់ជាប្រជារាស្ត្រនៅជើងភ្នំមានតែបំពេញសេចក្តីសង្គ្រោះដល់ពួកឯងមានតែវិធីនេះទេទើបអាចជួយសង្គ្រោះមនុស្សដែលរងទុក្ខសម្មាសម្ពុទ្ធមនុស្សលោកមិនយល់ពីយើងឯកោខ្លាំងណាស់ព្រះពុទ្ធមិនសង្គ្រោះខ្ញុំនឹងសង្គ្រោះដោយខ្លួនឯង